ក្រាបនមស្ការប្រធេរានុធេរៈទាំងក្នុងនិងក្រៅប្រទេសចម្រើនពរញាតិញោមប្រុសស្រីទាំងក្នុងនិងក្រៅប្រទេសពរហើយនេះជាសកម្មភាពការធ្វើកញ្ចុះដែលជាភារកិច្ចចុងក្រោយនៃកម្មវិធីជួសជុលស្ពានអញ្ចឹងទេនៅក្នុងកម្មវិធីជួសជុលស្ពាននេះមានកម្មវិធីផ្សេងដូចជាទី1ហ្នឹងគឺជួសជុលស្ពានហើយទី2ហ្នឹងគឺចាក់គ្រួក្រហមកន្លែងធ្វើកញ្ចុះហើយនឹងនៅផ្ទះញាតិញោមមួយឡានហើយទី3ហ្នឹងគឺដាក់ភ្លើងសូឡាហើយទី4គឺធ្វើកញ្ចុះដែលជាភារកិច្ចចុងក្រោយអញ្ចឹងខ្ញុំគណៈអាត្មាភាពសូមប្រគុណក៏ដូចជាអរគុណទៅដល់ព្រះថេរានុថេរៈទាំងនៅសហរដ្ឋអាមេរិកទាំងនៅប្រទេសថៃហើយញាតិញោមប្រុសស្រីទាំងក្នុងស្រុកនិងក្រៅស្រុកដែលបានចូលរួមឧបត្ថម្ភជាថវិកាដើម្បីទិញសម្ភារៈមកជួសជុលស្ពានដាក់ភ្លើងសូឡាចាក់គ្រួក្រហមក៏ដូចជាធ្វើកញ្ចុះអញ្ចឹងរាល់ការចំណាយផ្នែកខាងឈើគឺទទួលបានការឧបត្ថម្ភពីខាងវត្តបឹងជារស័យហើយវត្តព្រែកហើយផ្នែកខាងថវិកាហ្នឹងគឺទទួលបានពីព្រះថេរានុថេរៈមានព្រះដឹកនាំដោយព្រះកតេមនីវង្សាសិនសុភ័ណ្ឌដែលព្រះអង្គគង់នៅសហរដ្ឋអាមេរិកក៏ដូចជាញាតិញោមនៅសហរដ្ឋអាមេរិកហើយមួយផ្នែកទៀតគឺទទួលបានពីដេចគុណដួងសុជាតិគង់នៅប្រទេសថៃក៏ដូចជាញាតិញោមនៅក្នុងស្រុកជាពិសេសហ្នឹងគឺញាតិញោមក្នុងភូមិព្រែកទាំងមូលហើយក៏សូមថ្លែងអំណរអគុណទៅដល់ញាតិញោមប្រុសស្រីដែលចំណាយទាំងកម្លាំងកាយមកជួយធ្វើស្ពានហើយជាពិសេសហ្នឹងគឺបងប្អូនប្រុសស្រីដែលផ្នែកកាងចុងភៅដែលជួយធ្វើម្ហូបអាហារក្នុងពេលជួសជុលស្ពានជាពិសេសហ្នឹងគឺនៅក្នុងថ្ងៃធ្វើបុណ្យឆ្លងស្ពានតែម្ដងចម្រើនពរអរគុណហើយជាពិសេសទៅទៀតហ្នឹងគឺញាតិញោមផ្ទះចិត្តស្ពានមានដូចជាផ្ទះមីងលឺផ្ទះបងគិនក៏ដូចជាផ្ទះពូសែតពូផៃមីងសែតដែលបានផ្ដល់ទាំងភ្លើងក៏ដូចជាមានទីលម៉ូបូមទឹកអីជាដើមគឺបានអនុញ្ញាតឲ្យប្រើភ្លើងដោយមិនគិតលុយថ្លៃភ្លើងអញ្ចឹងទេតំណាងឲ្យក្រុមការងារសូមថ្លែងអំណរគុណទៅដល់ញាតិញោមផ្ទះនៅជិតខាងហើយមានម្ចាស់ដីម្ចាស់ដីដែលអនុញ្ញាតឲ្យធ្វើកញ្ចុះមីងឈឿនភូមាសដែលអនុញ្ញាតឲ្យដីឲ្យធ្វើកញ្ចុះហើយអនុញ្ញាតឲ្យប្រើភ្លើងហើយបងប្អូននៅជុំវិញចិត្តស្ពាននឹងទាំងអស់យើងចម្រើនពរអរគុណហើយខ្ញុំគណៈអាត្មាភាពសូមប្រគុណទៅដល់ព្រះកតេមនីវង្សាសិនសុភ័ណ្ឌញាតិញោមនៅសហរដ្ឋអាមេរិកព្រះថេរានុថេរៈគង់នៅប្រទេសថៃក៏ដូចជាញាតិញោមប្រុសស្រីដែលបានមានចំណែកចូលរួមក្នុងកម្មវិធីនេះអញ្ចឹងខ្ញុំគណៈអាត្មាភាពសូមបិទនៅការទទួលការចូលរួមឧបត្ថម្ភតែប៉ុណ្ណេះហើយភារកិច្ចយើងគឺបានចប់សម្រេចដោយបរិបូរណ៍ហើយរាល់ប្រាក់ចូលរួមឧបត្ថម្ភហ្នឹងគឺមានផ្នែកបញ្ជីគិតកត់ត្រាត្រឹមត្រូវហើយចាំបូកសរុបចំណូលចំណាយបានអស់ប៉ុណ្ណានៅសល់ប៉ុណ្ណេះចាំនឹងធ្វើคลิปវីដេអូដើម្បីជម្រាបជូនដល់ញាតិញោមប្រុសស្រីបានជ្រាបទាំងអស់គ្នាអញ្ចឹងខ្ញុំគណៈអាត្មាភាពសូមអរព្រគុណនិងសូមអរគុណ